ប្រមាណ4ម៉ោងមុននេះដោយផេកអិនអេញូបានផុសលើបណ្ដាញសង្គមថាយើងត្រូវចាំរហូតដល់ពេលល្ងាចទើបចេញលទ្ធផលនៃកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅគូឡាឡាំពួរព្រោះពេលនេះកំពុងស្ថិតក្នុងរបៀបវិរៈទី1ហើយបន្តដោយពេលរសៀលគឺកិច្ចប្រជុំបិទទ្វារនៅពេលល្ងាចទើបបានចេញពីលទ្ធផលនិងសន្ធិសញ្ញាកាសែតក្នុងពេលដែលកិច្ចប្រជុំកំពុងដំណើរការនៅសមរភូមិគឺកាន់តែក្តៅដោយសៀមប្រឹងធ្វើមិនបញ្ចប់ខ្មែរត្រឹមប៉ុណ្ណោះ Head Game វរីឯនៅទីក្រុងបាងកកឯនោះវិញក្រោយពេលបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃបញ្ចប់នាយករដ្ឋមន្ត្រីចាំផ្ទះអនុទានបានបញ្ជាក់ដោយខ្លីថារឿងរ៉ាវរវាងកម្ពុជានិងថៃនេះគឺនឹងចប់ត្រឹមទ្វេភាគីប៉ុណ្ណោះហើយមិនបាច់ផ្ដល់សម្ភារអ្វីទេព្រោះប្រញាប់ប្រញាល់ទៅប្រជុំប្រេសិនពិសេសរបស់មហាយៈចិនគឺលោកតេងស៊ីយុនប្រហែល7ម៉ោងមុននេះដោយ account ម៉ៃសុនសុធីរីអ្នកនិពន្ធគាត់បានផុសថាចុះបើថ្ងៃនេះលោកអានវ៉ាបរាជ័យមានបងប្អូនយើងឆាតមកសួរខ្ញុំច្រើនខ្លះខ្លះបារម្ភថាចុះបើលោកអាល់វ៉ាអ៊ីប្រាហ៊ីមជួយមិនបានចុះបើអាស៊ានដោះស្រាយមិនចេញតើយើងទៅជាយ៉ាងណាខ្ញុំយល់អារម្មណ៍គ្មាននរណាម្នាក់ដេកលក់ស្រួលទេយប់មិញប៉ុន្តែចម្លើយដែលខ្ញុំចង់ប្រាប់ថាចេញពីអាស៊ានទៅកម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀតសូមពន្យល់ត្រង់នេះបន្តិចថាយុទ្ធនាការអាស៊ានគឺសម្របសម្រួលប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យយើងនឹងឈានចូលដល់យន្តការដ៏ធំបំផុតគឺ UNIC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅនោះគេអត់ប្រើមនោសញ្ចេតនាឬការយោគយល់អីទេគេប្រើច្បាប់គេមិនស្ដាប់ពាក្យបំភ្លៃទេគេមើលតែឯកសារ1យើងមានប្លង់រឹងដោយខ្ញុំបានជម្រាបពីម្សិលមិញគឺផែនទី1904ដល់1907ដែលបន្សល់ទុកពីបារាំងនិងមានការទទួលស្គាល់ដោយអន្តរជាតិនេះជាប្លង់កម្មសិទ្ធិដែលមិនអាចប្រកែកបាន2យើងមានសាលដីកា ICJ ឆ្នាំ1962គឺជាភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំបំផុតសម្រាប់ការពារបូរណភាពទឹកដីយើងឯកសារទាំងពីរនេះជាអ្នកកំណត់ថាអ្នកណាជាចៅអ្នកណាជាម្ចាស់ផ្ទះបើគ្មានផែនទីនិងសាលដីកាទេការបាញ់គ្នាអាចចាត់ទុកត្រឹមជាចំនួនព្រំដែនដែលពិភពលោកអាចធ្វើមិនដឹងមិនលឺ3មហាអំណាចសហរដ្ឋអាមេរិកនិងបារាំងដែលជាម្ចាស់ឯកសារដើមគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UNIC ហើយពួកគេនៅទីនោះនិយាយអំពីច្បាប់យោងតាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា51ប្រទេសមួយមានសិទ្ធិប្រើកម្លាំងយោធាដើម្បីការពារខ្លួនបានលុះត្រាតែខ្លួនជាជនរងគ្រោះឯកសារទាំងនេះហើយជាភស្តុតាងប្រាប់ពិភពលោកថាយើងកំពុងការពារដីខ្លួនឯងមិនមែនយើងទៅវាយដីគេទេនេះធ្វើឲ្យយើងទទួលបានការគ្រប់គ្រងខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកច្បាប់ហើយក៏មិនមែនជាអ្នកការទូតដែរតែក្នុងនាមជាពលរដ្ឋម្នាក់គោលដៅរបស់ខ្ញុំគឺចង់ជួយសម្រាលសម្ពាធបន្តដំណើរការសេដ្ឋកិច្ចនិងសង្គមព្រោះនេះជាជំរើសចាំបាច់អ្វីដែលយើងកំពុងជួបប្រទះមិនមែនជារឿងលេងបៀអាប៉ោងឬជាកូនអុកលើក្តារដែលចាញ់ឈ្នះដោយការធ្នល់ទេខ្ញុំអត់ចេះលេងល្បែងទាំងនោះផងប៉ុន្តែពិចារណាគឺសំខាន់ខ្លាំងណាស់ត្រង់ថានៅពេលដែលជាតិរងវិបត្តិឧក្រិដ្ឋកម្មសង្គ្រាមដោយគេកំពុងធ្វើដាក់យើងនេះតើយើងមានច្បាប់អ្វីនៅក្នុងដៃដើម្បីកុំឲ្យអ្នករងគ្រោះខ្លាចជាអ្នកនាំរឿងដូច្នេះចំពោះការវាយសម្រុកបំភ្លៃព័ត៌មាននិងការធ្វើទុកបុកម្នេញលើពលរដ្ឋស្លូតត្រង់វាហួសពីអ្វីដែលយើងអាចដោះស្រាយត្រឹមតែការនិយាយគ្នាហើយដល់ពេលនោះច្បាប់នឹងធ្វើការរបស់ច្បាប់អត់ធ្មត់ឡើងមានគ្នាយើងជាច្រើនចង់ឲ្យដាក់មួយសំណុំឬពីរសំណុំឲ្យសមចិត្តខឹងខ្ញុំដូចគ្នាតែពេលយើងប្រើកតិការដាក់វិញនោះកំពុងទាញយើងឲ្យចូលលបួងមួយឈ្មោះថាវាយទៅមកខុសទាំងពីរម៉ៃសុនសុធីរី